មេធំធនាគារ ABA ជួបទល់មុខជាមួយទេសាភិបាលធនាគារជាតិបង្ហាញការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលោកជំទាវបណ្ឌិតជាសេរីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារជាតិកាណាដាដែលជាក្រុមហ៊ុនមេរបស់ធនាគារវឌ្ឍនអាស៊ីចំកាត់ហៅកាត់ធនាគារ ABA ដឹកនាំដោយលោក Laurent Ferreira ប្រធាននិងជានាយកប្រតិបត្តិធនាគារជាតិកាណាដាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារកាលពីរសៀលថ្ងៃទី19ខែមីនាឆ្នាំ2025នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំក្នុងជំនួបនេះលោក Laurent បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិវត្តក្នុងវិស័យធនាគារនៅកម្ពុជានាពេលកន្លងមកនិងបានបញ្ជាក់ពីការតាំងចិត្តរបស់ធនាគារជាតិកាណាដាក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារនៅកម្ពុជាក្រៅពីនេះលោកក៏បានបញ្ជាក់ពីអត្ថប្រយោជន៍របស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងការពង្រឹងសុវត្ថិភាពសន្តិសុខ Cyber ព្រមទាំងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញផងដែរលោកជំទាវទេសាភិបាលក៏បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជានិងបានចែករំលែកពីទស្សនៈទានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាព្រមទាំងរំលេចឡើងពីលទ្ធផលនៃការធ្វើអង្កេតទំនុកចិត្តធុរកិច្ចដែលបញ្ជាក់ពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែមលើនេះលោកជំទាវក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននៅប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារប្រកបដោយភាពរលូននិងបានស្នើឲ្យមានកិច្ចសហការក្នុងចំណោមគ្រឹះស្ថានធនាគារដើម្បីបង្កើតជាមជ្ឈមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មានឬស្នើសុំដំណោះស្រាយនានាផងដែរ